Chà, chấm riệp xua, bông mai bông bồn tengok ni chuột con nhom yun saviថ្ងៃនេះគ្មានអ្វីអស្ចារ្យទេបងប្អូនអើយគឺថាសាមញ្ញតែឆ្ងាញ់បាសសក់ចាគឺថាបុកចេកបងប្អូនអើយចេកនេះគឺថាលួចគេពីយប់ថ្ងៃមុនណាគឺថានាំគ្នាយកមកផ្គុំក្បាលគ្នាដើម្បីបុកចេកញ៉ាំខ្លែមចាហើយបន្ទាប់ពីយើងសកយកតសៃវាចេញហើយយើងត្រាំទុកវាមួយផ្លែសិនទៅដើម្បីវាចេញជ័រអស់ហើយយើងចាប់ផ្ដើមមកបុកគ្រឿងចាគ្មានទេគឺថាមានតែម្ទេសហើយនឹងខ្ទឹមសចាដោយសារយើងមានចេកមានម្អមប៉ុន្តែដឹងភ្លេចអីបងប្អូនគឺថាភ្លេចសណ្តែកគួរប៉ុន្តែយើងមិនថ្មីទេគឺថាមានចំការទូចនៅខាងក្រោយផ្ទះនេះបងប្អូននៅសល់តសក់2ដែរប៉ុន្តែបលិចរបស់គេមកមួយបងប្អូនចាជំនួសសណ្តែកគួរឥឡូវនេះគឺថាចេកយើងដំវាឲ្យវាបែកហើយយើងយកមកបុកវាងាយស្រួលចាបើកាលណាយើងបុកទាំងមូលពេកវាផ្លាត់ណាចាហើយយើងបុកវាបែកចឹងមកបងប្អូនហើយនេះប្រហុកគឺថាអាំងឡើងឈ្ងុយឆ្ងាញ់តែម្ដងចាយើងបុកជាមួយប្រហុកហ្នឹងមកចាបន្ទាប់មកយើងដាក់គ្រឿងក្រៅគឺមានប៊ីចេងចាមានស្ករសមានរូឌីអីចឹងទៅចាគួបផ្សំគ្នាមកហើយបន្ទាប់មកអាតសក់ដែលយើងបេះនៅក្រៅតាមបាញ់មិញគឺថាញុំចាបុកតិចកុំឲ្យវាបែកខ្លាំងពេកខ្លាចវាចេញទឹកចាបងប្អូនហើយបន្ទាប់មកគឺថាគ្មាននេះទេគឺថាអមយើងនឹងតែម្ដងចានៅផ្សារខ្មែរហ្នឹងមួយបាច់$3ចាដាក់ទៅហើយអ្នកថែមម្ជូរគឺថាថែមតាមក្រោយចាក្រោយពីថែមម្ជូរមកយើងញុំវាហើយគឺថាលទ្ធផលចេញមកបងប្អូនគឺថាសូម្បីតែខ្ញុំបកប្រែឥឡូវនេះគឺថាឃ្លានតែម្ដងបងប្អូនឃ្លានទៀតនិយាយពីអ្នកភ្លក់នោះភ្លក់អត់តាន់ហ្មងចាឥឡូវចាំស្ដាប់សំឡេងអ្នកភ្លក់ចាហើយមានម្ទេសហិលតិចចាជាពិសេសគឺប្រហុកសាច់យើងមកពីសៀមរាបចាប្រហុកសៀមរាបយើងហ្នឹងសាច់ហ្នឹងឆ្ងាញ់បុកមកបងប្អូនបុកចេកអូយឆ្ងាញ់ខ្លាំងណាស់មកជាមួយបងចាំមួយឡើយថ្ងៃនេះគឺថាយើងមានដៃគូញ៉ាំបុកចេកជាមួយនឹងចង្រិតចង្រិតនេះគឺយើងជួយ support ខ្មែរយើងណាគាត់លក់នៅខាង Soul Spring ចាអ្នកនាងនីរតចាអរគុណច្រើននេះបានចង្រិតបងប្អូនចង់ទៅ1គីឡូ$70ចាហើយគឺចង្រិតហួយឆ្ងាញ់ណាបងប្អូនអានេះបុកចេកចាស្នាដៃរបស់បងពីផ្ទាល់ចាគាត់បុកចេកបែបខ្មែរហើយចាបុកចេកហ្នឹងរូបមន្តអត់មានច្រើនទេពុកម៉ែបងប្អូនចាគាត់មានដូចជាចេកខ្ចីហើយនឹងម្អមហើយមានតសក់ចាតសក់ហ្នឹងគឺពីចកាយើងផ្ទាល់តែម្ដងតែប៉ុន្តែយើងដាក់សណ្តែកគួរក៏បានដែរក៏ប៉ុន្តែយើងអត់មានសណ្តែកគួរយើងដាក់តសក់ជំនួសចាហើយមានម្ទេសហើយនឹងក្រូចឆ្មា